វីដេអូមួយនេះខ្ញុំព្យាយាមកាត់យ៉ាងអស់លទ្ធភាពមកបងប្អូនព្រោះអត់ចង់ឲ្យវែងពេកអញ្ចឹងប៉ុន្តែវានៅសល់9នាទីជាងដដែលសង្ឃឹមថាបងប្អូនមិនប្រកាន់ថាយូរហើយមើលវីដេអូនេះចប់បងប្អូនអាចធ្វើបានដោយខ្លួនឯងដោយមិនចាំបាច់ទិញគេទេបងប្អូនថ្ងៃនេះគឺខ្ញុំធ្វើជាមួយនឹងនំខេកពងទាប្រៃហើយវីដេអូនេះនឹងរៀបរាប់ពីគ្រឿងដែលបងប្អូនត្រូវការសម្រាប់ធ្វើនំខេកនេះអញ្ចឹងជាដំបូងគឺយើងត្រូវការពងមាន់3គ្រាប់ដោយយើងបែងចែកផ្នែកក្រហមនិងផ្នែកសចេញពីគ្នាអញ្ចឹងបងប្អូនចង់បញ្ជាក់ជូនបងប្អូនថានំខេកដែលខ្ញុំធ្វើនេះគឺសាយតូចទេ15សង់ទីម៉ែត្រដែលអាចញ៉ាំពី2ទៅ3នាក់អញ្ចឹងបងប្អូនពេលដែលយើងបែងចែកពងក្រហមនិងពងសរួចហើយគឺយើងត្រូវមកវាយពងក្រហមមុនដោយយើងបន្ថែមជាមួយនឹង cooking oil ឬក៏ប្រេងឆាហ្នឹងចំពោះបរិមាណគ្រឿងនីមួយៗខ្ញុំនឹងសរសេរដាក់នៅលើវីដេអូនេះជូនបងប្អូនតែម្ដងបន្ទាប់មកគឺយើងថែមជាមួយនឹងទឹកដោះគោស្រស់បងប្អូនត្រូវការប្រើជាមួយនឹងទឹកដោះគោសាបខ្ញុំមានបន្ថែមជាមួយនឹងក្លិនវ៉ានីឡាដើម្បីឲ្យនំរបស់យើងឡើងឈ្ងុយវ៉ានីឡាប៉ុន្តែបើបងប្អូនអត់ចូលចិត្តក្លិនអត់ចូលចិត្តរសជាតិហ្នឹងមិនដាក់ក៏បានក្រោយមកទៀតគឺយើងប្រើជាមួយនឹងម្សៅខ្ញុំប្រើម្សៅមីលាយជាមួយនឹងម្សៅពោតខ្ញុំដាក់វានៅក្នុងចានតែមួយបែបនេះតែម្ដងងាយស្រួលយើងចាក់មកយកម្រែងអញ្ចឹងដើម្បីឲ្យម្សៅយើងកាន់តែ smooth ល្អគឺយើងត្រូវរែងម្ដងទៀតបងប្អូនដើម្បីកុំឲ្យពេលដែលយើងលាយវាចូលគ្នាទៅវាកកម្សៅដុំៗអញ្ចឹងបងប្អូននៅក្នុងវីដេអូធ្វើនំខ្ញុំមួយណាគឺខ្ញុំតែងតែបញ្ជាក់កន្លែងរែងម្សៅហ្នឹងព្រោះដើម្បីឲ្យនំយើងទន់ smooth ហើយកូរទៅវាសព្វល្អឥឡូវម្សៅយើងបានកូរសព្វហើយអញ្ចឹងយើងទុកវាមកលើសិនយើងមកយកពងសមកវាយម្ដងដោយក្នុងនោះខ្ញុំដាក់ជាមួយនឹងក្រូចឆ្មាហើយនឹងអំបិលមួយចិបយើងត្រូវវាយ3មុខនេះចូលគ្នាឲ្យសព្វឲ្យឡើងជាពពុះហ្វូមបងប្អូនឲ្យឡើងជាហ្វូមសបែបនេះនៅពេលដែលវាឡើងជាពពុះហ្វូមសល្អបែបនេះហើយគឺយើងអាចដាក់ស្ករបានហើយថ្ងៃនេះខ្ញុំប្រើជាមួយនឹង sugar powder ឬក៏គេហៅ icing sugar ហ្នឹងណាខ្មែរយើងហៅថាម្សៅស្ករខ្ញុំប្រើម្សៅស្ករដើម្បីវាងាយស្រួលរលាយនៅក្នុងលបាយហ្វូមពងមាន់សនឹងអញ្ចឹងបើបងប្អូនអត់មានម្សៅស្ករបងប្អូនអាចប្រើជាស្ករសធម្មតាក៏បានគ្រាន់តែថាការចំណាយពេលដែលយើងវាយវាយូរវានៅក្រៀតនៅក្នុងហ្វូមនឹងចត់ងាយរលាយអញ្ចឹងហើយកន្លឹះនៅក្នុងការដាក់ស្ករនេះដែរមិនមែនចាក់ម្ដងទាំងអស់ទេគឺយើងត្រូវបែងចែកជា3ដោយដាក់ស្ករនឹងម្ដងបន្តិច3ដងអញ្ចឹងបងប្អូនពេលយើងដាក់ម្ដងគឺយើងវាយចូលគ្នាម្ដងដាក់ម្ដងវាយចូលគ្នាម្ដងការធ្វើបែបហ្នឹងគឺធ្វើឲ្យគ្រីមរបស់យើងនឹងឡើងល្អអញ្ចឹងណាហើយវាអត់ចំណាយពេលយូរនៅក្នុងការវាយទេបើសិនជាយើងដាក់ស្ករម្ដងទាំងអស់គឺវាមិនងាយឡើងហើយវានៅក្រៀតដុំស្ករនៅក្នុងហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងគីឡូត្រង់កន្លែងនេះបងប្អូនឆ្ងល់ថាគ្រាន់តែស្ករសោះដាក់ម្ដងទាំងអស់ទៅវាមានអីទៅពិបាកកុំឲ្យវាយូរគឺការដែលគេធ្វើបែបហ្នឹងគឺដោយសារហេតុផលហ្នឹងណាបងប្អូនយើងត្រូវបន្តវារហូតតតែវាឡើងជាគ្រីមបែបនេះបងប្អូនហ្នឹងយើងអាចយកមកប្រើបានហើយអញ្ចឹងគឺយើងត្រូវដល់ពេលដែលយើងយកពងក្រហមមិញដែលយើងទុកមកលើហ្នឹងយកមកប្រើឲ្យបងប្អូនគឺយើងចាក់គ្រីមដែលយើងបានវាយបាញ់មិញហ្នឹងចាក់ចូលមកក្នុងពងក្រហមដែលយើងបានលាយគ្រឿងមុនហ្នឹងមកប៉ុន្តែត្រង់កន្លែងនេះគឺយើងអត់ចាក់ម្ដងទាំងអស់ទេណាបងប្អូនយើងត្រូវបែងចែកជា2ឬក៏3ដងដើម្បីយើងកូរអាគ្រីមហ្នឹងជាមួយនឹងពងក្រហមហ្នឹងវាបានសព្វល្អថងកន្លែងហ្នឹងក៏ជាវគ្គមួយដែលសំខាន់ដែរមុននឹងយើងរៀបចំយកនំទៅដុតបើកាលណាយើងលាយវាអត់សព្វទេគឺនំរបស់យើងឡើងអត់ល្អទេ
ចានេះបងប្អូនគឺខ្ញុំបានកូរចូលគ្នាឡើងសពហើយអញ្ចឹងឥឡូវយើងមកដាក់ចូលពុម្ពខ្ញុំប្រើពុម្ព15សង់ទីម៉ែត្របន្ទាប់មកខ្ញុំយកស្លឹកអាលុយមីញ៉ូមយកមកគ្របវាដើម្បីត្រៀមខ្លួនយកនំទៅដុតនៅក្នុងម៉ាស៊ីនការដុតគឺយើងប្រើកម្ដៅ150អង្សាសេរយៈពេល60នាទីប៉ុន្តែចំណុចពិសេសនោះគឺពេលដែលយើងដុតបាន20នាទីនៅក្នុងម៉ាស៊ីនហើយយើងត្រូវមកបកស្លឹកអាលុយមីញ៉ូមនឹងចេញណាបងប្អូនហើយយើងត្រូវបន្តដុតនំនឹងទៀតរហូតដល់ចប់នាទីឆ្លៀតពេលរងចាំនំនឹងដែរគឺខ្ញុំប្រើពងទាប្រៃ5គ្រាប់យកមកចម្អិនរយៈពេល2នាទីបើបងប្អូនអត់មាន air fry ទេបងប្អូនអាចយកវាទៅចំហុយក៏បានបន្ទាប់ពីពងទាប្រៃយើងបានឆ្អិនហើយគឺយើងត្រូវយកវាមកជ្រុំឲ្យវាម៉ត់បែបហ្នឹងបងប្អូនពេលដែលជ្រុំហើយគឺយើងទុកវាឲ្យត្រជាក់ម្ដុំសិននិយាយទៅខ្ញុំទៅអឺតម៉ាស៊ីននំរហូតបងប្អូនត្បិតតែកំណត់នាទីមែនតែទៅអឺតរហូតតឥឡូវយើងមកឆ្លៀតមកធ្វើគ្រីមឈីសជាដំបូងគឺយើងដាក់គ្រីមឈីសចូលមកដោយសារនំយើងតូចអញ្ចឹងគ្រីមឈីសក៏យើងអត់ត្រូវការប្រើច្រើនដែរបងប្អូនបន្ទាប់ពីយើងជ្រុំគ្រីមឈីសនឹងរៀងបែកហើយគឺយើងដាក់ជាមួយនឹង whipping cream គ្រឿងផ្សំទាំងអស់នេះបងប្អូនអាចទៅរកទិញនៅផ្សារទំនើបបានក្រោយមកទៀតគឺយើងដាក់ជាមួយនឹងទឹកដោះគោស្រស់ទឹកដោះគោនេះប្រើអាសាបដដែលណាបងប្អូនហើយនឹងស្ករសបើបងប្អូនអត់ប្រើស្ករសប្រើម្សៅស្ករមិញនឹងក៏បានដែរពេលដែលយើងកូរដៃហើយក៏យើងត្រូវការប្រើម៉ាស៊ីនមកវាយជាមួយគ្រីមឈីសនឹងដែរបងប្អូនដើម្បីឲ្យគ្រីមឈីសនឹងវាឡើងល្អវាខាប់ជាងនឹងអញ្ចឹងតែបើយើងអត់ចង់ប្រើម៉ាស៊ីនយើងកូរដៃក៏បានដែរតែគ្រាន់តែវារៀងចុកដៃដើម្បីឲ្យគ្រីមយើងឡើងល្អគឺយើងប្រើជាមួយនឹងទឹកកកទ្រាប់ពីក្រោមមកគឺវាយគ្រីមបានឡើងល្អខ្លាំងណាស់បងប្អូនហើយលឿនទៀតឥឡូវនំយើងបានរួចរាល់ហើយឡើងទន់ល្មើយមកបងប្អូនអើយមកដល់វគ្គដែលយើងត្រូវដេកនំហើយនេះជាគ្រីមឈីសដែលខ្ញុំវាយបាញ់មិញហ្នឹងបងប្អូនយើងយកមកលាបមកលើសាច់នំនឹងមកហើយនេះជាពងទាប្រៃដែលខ្ញុំជ្រុំបាញ់មិញហ្នឹងបងប្អូនយើងយកវាមករយប្រឡោះកដាលហ្នឹងមកស្រេចបងប្អូនដេកទេបងប្អូនឆ្លាញ់បែបណាធ្វើបែបហ្នឹងទៅធម្មតានំខេកពងទាប្រៃបើអត់មានតួឯកពងទាប្រៃមិនកើតត្រូវទេបងប្អូនហើយក្រៅពីហ្នឹងគឺខ្ញុំដាក់ជាមួយនឹងសាច់ជ្រូកផាត់អញ្ចឹងមិនថាសាច់ជ្រូកផាត់ណាមិនមែនយកមកញ៉ាំជាចម្អាបបានទេណាធ្វើផ្អែមក៏បានដែរនំខេកមួយមុខនេះដូចកូនកាត់អញ្ចឹងណាបងប្អូនប្រៃលាយផ្អែមចឹងទៅយើងញ៉ាំអត់មានអារម្មណ៍ថាតលន់ទេងាកមកមើលកូនជ្រូកខ្ញុំវិញឲ្យតែឃើញម៉ាក់ធ្វើអីគឺចំហមាត់ចាំញ៉ាំហ្មងសរុបជារួមមកនំខេកនេះខ្ញុំចំណាយពេលធ្វើប្រហែលជា4ម៉ោងទាំងធ្វើទាំងថតវីដេអូប៉ុន្តែបើនិយាយពីសាច់ញ៉ាំវិញ5នាទីម៉ត់ឆឹងហ្មងបងប្អូនហើយទូអាមីមកខ្ញុំទាំងអស់